សូមជម្រាបសួរប្រិយមិត្តថ្ងៃនេះយើងនឹងមកស្វែងយល់អំពីក្រោយសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់តើប្រទេសណាអាចក្លាយជាគោលដៅបន្ទាប់ពីមានសំណួរថាបើសិនជាសហរដ្ឋអាមេរិកវាយប្រហារលើអ៊ីរ៉ង់តើប្រទេសណាអាចក្លាយជាគោលដៅបន្ទាប់នោះជាប្រធានបទដែលតែងតែត្រូវបានពិភាក្សាក្នុងវិស័យទំនាក់ទំនងអន្តរជាតិនិងនយោបាយពិភពលោកទោះយ៉ាងណាគួរបញ្ជាក់ថាមិនមានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថាអាមេរិកមានផែនការវាយប្រហារប្រទេសណាបន្ទាប់ទៀតឡើយការពិភាក្សាបែបនេះភាគច្រើនគឺជាការវិភាគពីអ្នកជំនាញឬការសន្និដ្ឋានតាមស្ថានភាពនយោបាយនិងសន្តិសុខក្នុងតំបន់មជ្ឈមបូព៌ាគឺជាតំបន់មួយដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការប្រកួតប្រជែងឥទ្ធិពលនយោបាយសេដ្ឋកិច្ចនិងយោធារបស់អំណាចធំៗនៅលើពិភពលោកមូលហេតុមួយសំខាន់គឺតំបន់នេះមានធនធានប្រេងនិងឧស្ម័នធម្មជាតិច្រើនដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកក្រៅពីធនធានធម្មជាតិវាក៏ជាតំបន់ដែលមានទីតាំងភូមិសាស្ត្រសំខាន់សម្រាប់ពាណិជ្ជកម្មនិងយុទ្ធសាស្ត្រយោធាក្នុងចំណោមប្រទេសនៅតំបន់នេះស៊ីរីតែងតែត្រូវបានគេចាប់អារម្មណ៍ជាពិសេសព្រោះប្រទេសនេះបានក្លាយជាគន្លងសំខាន់មួយនៃការប្រកួតប្រជែងឥទ្ធិពលរវាងអំណាចអន្តរជាតិភាពតានតឹងរវាងសេរីនិងសហរដ្ឋអាមេរិកមានប្រវត្តិយូរមកហើយប៉ុន្តែវាបានកាន់តែខ្លាំងឡើងក្រោយពីការផ្ទុះឡើងនៃសង្គ្រាមស៊ីវិលនៅឆ្នាំ2011សង្គ្រាមស៊ីវិលនេះបានចាប់ផ្ដើមពីការតវ៉ារបស់ប្រជាពលរដ្ឋប្រឆាំងនឹងរដ្ឋាភិបាលប៉ុន្តែក្រោយមកវាបានពង្រីកទៅជាជម្លោះយោធាដ៏ស្មុគស្មាញដែលមានក្រុមប្រដាប់អាវុធនិងក្រុមនយោបាយជាច្រើនចូលរួមជាមួយនឹងការបន្តនៃជម្លោះសង្គ្រាមនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដោយប្រជាពលរដ្ឋរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះនិងក្លាយជាជនភៀសខ្លួនទៅកាន់ប្រទេសជិតខាងនិងតំបន់ផ្សេងៗនៃពិភពលោកក្នុងអំឡុងពេលនៃសង្គ្រាមនេះសហរដ្ឋអាមេរិកបានចូលរួមក្នុងប្រតិបត្តិការយោធាមួយចំនួនដោយមានគោលបំណងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្មដូចជារដ្ឋអ៊ីស្លាមដែលធ្លាប់គ្រប់គ្រងដែនដីធំមួយនៅក្នុងសេរីនិងអ៊ីរ៉ាក់សហរដ្ឋអាមេរិកក៏បានគាំទ្រកម្លាំងមិត្តភាពមួយចំនួននៅក្នុងតំបន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្មនិងរក្សាស្ថិរភាពសន្តិសុខទោះជាយ៉ាងណាស្ថានភាពនៅសេរីមិនត្រឹមតែជាការប្រយុទ្ធរវាងរដ្ឋាភិបាលនិងក្រុមប្រឆាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានការចូលរួមពីអំណាចអន្តរជាតិជាច្រើនជាពិសេសប្រទេសសេរីមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអ៊ីរ៉ង់និងរុស្ស៊ីដែលបានផ្ដល់ការគាំទ្រផ្នែកយោធានយោបាយនិងសេដ្ឋកិច្ចដល់រដ្ឋាភិបាលសេរីប្រទេសរុស្ស៊ីជាពិសេសបានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធាចាប់ពីឆ្នាំ2015ដើម្បីគាំទ្ររដ្ឋាភិបាលសេរីនិងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់មជ្ឈមបូព៌ាការចូលរួមរបស់ប្រទេសធំៗជាច្រើនបានធ្វើឲ្យសង្គ្រាមនៅសេរីក្លាយជាជម្លោះអន្តរជាតិដែលមានភាពស្មុគស្មាញខ្លាំងប្រទេសនីមួយៗមានគោលបំណងនិងផលប្រយោជន៍ខ្លួនឯងដែលអាចរួមមានការរក្សាឥទ្ធិពលនយោបាយការពារសម្ព័ន្ធភាពយុទ្ធសាស្ត្រនិងការគ្រប់គ្រងផ្លូវពាណិជ្ជកម្មឬធនធានធម្មជាតិដោយសារតែហេតុផលទាំងនេះសេរីបានក្លាយជាគន្លងសំខាន់មួយនៃការប្រកួតប្រជែងឥទ្ធិពលរវាងអំណាចពិភពលោកស្ថានភាពនេះក៏បង្ហាញពីរបៀបនៃជម្លោះក្នុងប្រទេសមួយអាចពង្រីកទៅជាបញ្ហាអន្តរជាតិនៅពេលដែលមានការចូលរួមពីអំណាចធំៗដោយសារតែភាពពាក់ព័ន្ធរបស់ប្រទេសជាច្រើនស្ថានភាពនៅស៊ីរីមិនត្រឹមតែជាបញ្ហាផ្ទៃក្នុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានឥទ្ធិពលដល់ស្ថិរភាពនយោបាយនិងសន្តិសុខនៅទូទាំងតំបន់មជ្ឈមបូព៌ានិងពិភពលោកផងដែរជម្លោះនេះ
បានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ ការធ្វើចំណាកស្រុក និងស្ថានភាពសន្តិសុខអន្តរជាតិ ដូច្នេះសហគមន៍អន្តរជាតិបានព្យាយាមស្វែងរកដំណោះស្រាយតាមរយៈការចរចានយោបាយនិងកិច្ចព្រមព្រៀងសន្តិភាពដើម្បីកាត់បន្ថយការប្រយុទ្ធនិងជួយស្ដារស្ថិរភាពនៅក្នុងប្រទេសនេះទោះបីជាយ៉ាងណាដោយសារតែផលប្រយោជន៍នយោបាយនិងយុទ្ធសាស្ត្រដែលស្មុគស្មាញការស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់វិបត្តិនៅសេរីនៅតែជាបញ្ហាប្រឈមសម្រាប់សហគមន៍អន្តរជាតិក្នុងបរិបទនយោបាយអន្តរជាតិស្ថានភាពរបស់កូរ៉េខាងជើងតែងតែត្រូវបានគេពិភាក្សាយ៉ាងទូលំទូលាយព្រោះប្រទេសនេះមានការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលប៉ាឡេស្ទិកដែលធ្វើឲ្យប្រទេសជាច្រើនមានការព្រួយបារម្ភអំពីសន្តិសុខតំបន់និងសន្តិសុខពិភពលោកសហរដ្ឋអាមេរិកជាប្រទេសមួយដែលបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកម្មវិធីនុយក្លេអ៊ែរនេះព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្ថិរភាពនយោបាយនិងយោធានៅតំបន់អាស៊ីប៉ាស៊ីហ្វិកជាពិសេសការសាកល្បងអាវុធនុយក្លេអ៊ែរនិងការបាញ់សាកល្បងមីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិកើនឡើងនូវការព្រួយបារម្ភអំពីការរីករាលដាលនៃអាវុធប្រឡាយលោកទោះបីជាយ៉ាងណាក៏ដោយការប្រើកម្លាំងយោធាដោយផ្ទាល់ប្រឆាំងនឹងកូរ៉េខាងជើងគឺជាជម្រើសដែលមានហានិភ័យខ្ពស់ព្រោះវាអាចនាំឲ្យមានវិបត្តិធំមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអាចបង្កឲ្យមានការប្រឈមមុខគ្នារវាងអំណាចធំៗប្រទេសដូចជាចិននិងរុស្ស៊ីមានទំនាក់ទំនងនយោបាយនិងយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើងហើយក៏មានអត្ថប្រយោជន៍ផ្ទាល់ខ្លួនក្នុងការរក្សាស្ថិរភាពនៅតំបន់នោះផងដែរប្រសិនបើមានការវាយប្រហារយោធាដោយផ្ទាល់វាអាចនាំឲ្យមានការចូលរួមឬការឆ្លើយតបពីប្រទេសទាំងនេះដែលអាចបង្កើនភាពតានតឹងអន្តរជាតិឲ្យកាន់តែធ្ងន់ធ្ងរដោយសារតែហានិភ័យខ្ពស់បែបនេះសហរដ្ឋអាមេរិកភាគច្រើនជ្រើសរើសប្រើវិធីសាស្ត្រដែលមិនមែនជាយោធាជាមុនសិនក្នុងការដោះស្រាយបញ្ហានយោបាយនិងសន្តិសុខអន្តរជាតិមធ្យោបាយទាំងនេះរួមមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចការចរចានយោបាយការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រជាមួយប្រទេសជាមិត្តនិងការប្រើវេទិកាអន្តរជាតិដើម្បីបង្កើនសម្ពាធនយោបាយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាវិធីសាស្ត្រមួយដែលត្រូវបានប្រើញឹកញាប់ដោយមានគោលបំណងកាត់បន្ថយសមត្ថភាពសេដ្ឋកិច្ចនិងធនធានដែលអាចត្រូវបានប្រើសម្រាប់ការអភិវឌ្ឍកម្មវិធីយោធាឧទាហរណ៍សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើអ៊ីរ៉ង់និងកូរ៉េខាងជើងអស់រយៈពេលជាច្រើនឆ្នាំទណ្ឌកម្មទាំងនេះអាចរួមបញ្ចូលការរឹតបន្តឹងពាណិជ្ជកម្មការកំណត់ការនាំចេញនាំចូលការបង្ការប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិនិងការបង្ការក្រុមហ៊ុនឬបុគ្គលដែលពាក់ព័ន្ធនឹងកម្មវិធីយោធាលើសពីនេះការចរចានយោបាយក៏មានតួនាទីសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងឧទាហរណ៍ការជួបពិភាក្សារវាងមេដឹកនាំនៃសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនៅក្នុងអំឡុងពេលមួយចំនួនបានបង្ហាញថាការចរចាអាចជួយបង្កើតឱកាសសម្រាប់ការកាត់បន្ថយភាពតានតឹងនិងការស្វែងរកដំណោះស្រាយសន្តិភាពទោះបីជាការចរចាទាំងនេះមិនទាន់នាំឲ្យមានដំណោះស្រាយចុងក្រោយក៏ដោយវាបានបង្ហាញថាវិធីសាស្ត្រការទូតនិងការសហការអន្តរជាតិអាចជាជម្រើសដ៏សំខាន់មួយក្នុងការគ្រប់គ្រងវិបត្តិនយោបាយសកលជាទូទៅក្នុងប្រព័ន្ធនយោបាយពិភពលោកសព្វថ្ងៃប្រទេសធំៗជាពិសេសសហរដ្ឋអាមេរិកតែងតែព្យាយាមប្រើវិធីសាស្ត្រផ្សេងៗជាច្រើនមុនពេលប្រើកម្លាំងយោធាដើម្បីជៀសវាងការបង្កើតសង្គ្រាមធំដែលអាចប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខរបស់ពិភពលោកទាំងមូលក្នុងប្រព័ន្ធនយោបាយអន្តរជាតិសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រើកម្លាំងយោធាមិនមែនអាស្រ័យលើកត្តាតែមួយទេប៉ុន្តែពាក់ព័ន្ធនឹងកត្តាច្រើនដែលមានសារៈសំខាន់ដូចជាសម្ព័ន្ធភាពយោធា
តុល្យភាពអំណាចនិងប្រតិកម្មពីសហគមន៍អន្តរជាតិជាពិសេសសម្ព័ន្ធភាពយោធាជាមួយប្រទេសជាមិត្តមានតួនាទីសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រសន្តិសុខរបស់អាមេរិកឧទាហរណ៍ North Atlantic Treaty Organization គឺជាសម្ព័ន្ធភាពយោធាដ៏ធំបំផុតមួយដែលសហរដ្ឋអាមេរិកចូលរួមហើយមានគោលបំណងសំខាន់ក្នុងការការពារសន្តិសុខរួមរបស់ប្រទេសជាសមាជិកនៅពេលមានវិបត្តិសន្តិសុខឬការគំរាមកំហែងយោធាអាមេរិកត្រូវពិចារណាអំពីមតិនិងផលប្រយោជន៍របស់សម្ព័ន្ធមិត្តទាំងនេះផងដែរព្រោះសកម្មភាពយោធាមួយអាចប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាច្រើនក្នុងសម្ព័ន្ធភាពក្រៅពីសម្ព័ន្ធភាពយោធាកត្តាតុល្យភាពអំណាចក៏មានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្តយុទ្ធសាស្ត្ររបស់អាមេរិកក្នុងប្រព័ន្ធអន្តរជាតិដែលមានប្រទេសធំៗជាច្រើនដូចជាចិននិងរុស្ស៊ីត្រូវបានចាត់ទុកថាជាអំណាចសំខាន់ដែលអាចមានឥទ្ធិពលលើតុល្យភាពអំណាចពិភពលោកដូច្នេះមុនពេលធ្វើសកម្មភាពយោធាណាមួយអាមេរិកតែងតែពិចារណាថាតើសកម្មភាពនោះអាចបង្កឲ្យមានការឆ្លើយតបឬការចូលរួមពីប្រទេសអំណាចធំផ្សេងទៀតដែរឬទេប្រសិនបើការវាយប្រហារណាមួយអាចនាំឲ្យមានការប្រឈមមុខដោយផ្ទាល់រវាងមហាអំណាចធំៗនោះវាអាចបង្កើតវិបត្តិអន្តរជាតិធំមួយដែលអាចពង្រីកទៅជាសង្គ្រាមធំដូច្នេះការគណនាយុទ្ធសាស្ត្រទាក់ទងនឹងតុល្យភាពអំណាចគឺជាកត្តាសំខាន់មួយក្នុងការទប់ស្កាត់ការកើនឡើងនៃភាពតានតឹងយោធាលើសពីនេះប្រតិកម្មពីសហគមន៍អន្តរជាតិក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រជាជាតិមានតួនាទីក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិហើយការសម្រេចចិត្តធ្វើសកម្មភាពយោធាអាចត្រូវបានពិនិត្យឬពិភាក្សានៅក្នុងវេទិកាប្រទេសជាច្រើនក៏អាចបង្ហាញការគាំទ្រឬការប្រឆាំងតាមរយៈការបោះឆ្នោតឬការប្រកាសជាសាធារណៈដែលអាចប៉ះពាល់ដល់ភាពស្របច្បាប់និងភាពគាំទ្រអន្តរជាតិចំពោះសកម្មភាពនោះកត្តាសេដ្ឋកិច្ចក៏មិនអាចមើលរំលងបានដែរព្រោះសង្គ្រាមអាចនាំឲ្យមានការចំណាយធនធានយ៉ាងច្រើននិងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងពិភពលោកលើសពីនេះការសម្រេចចិត្តយោធាក៏ត្រូវពិចារណាពីផលប៉ះពាល់ផ្នែកមនុស្សធម៌និងនយោបាយផ្ទៃក្នុងផងដែរដោយសារតែសង្គ្រាមអាចបង្កឲ្យមានការបាត់បង់ជីវិតនិងការបំផ្លាញធំធេងដូច្នេះប្រសិនបើមានការវាយប្រហារយោធាណាមួយកើតឡើងវាមិនមែនជាការសម្រេចចិត្តដែលធ្វើឡើងដោយងាយៗឬដោយអារម្មណ៍ទេប៉ុន្តែជាលទ្ធផលនៃដំណើរការវិភាគនិងការគណនាយុទ្ធសាស្ត្រច្រើនជាន់ដែលរួមបញ្ចូលការវាយតម្លៃផ្នែកយោធានយោបាយសេដ្ឋកិច្ចនិងអន្តរជាតិជាទូទៅការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាយ៉ាងជ្រាលជ្រៅរវាងមេដឹកនាំនយោបាយអ្នកជំនាញយោធានិងស្ថាប័នរដ្ឋាភិបាលផ្សេងៗដើម្បីធានាថាសកម្មភាពណាមួយនឹងស្របច្បាប់ទៅនឹងផលប្រយោជន៍ជាតិនិងមិនបង្កើតវិបត្តិអន្តរជាតិដែលធ្ងន់ធ្ងរជាងមុនសរុបមកការពិភាក្សាអំពីលទ្ធភាពនៃសង្គ្រាមឬការវាយប្រហារយោធារវាងសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗដូចជាអ៊ីរ៉ង់មិនមែនជាបញ្ហាដែលអាចពិចារណាបានយ៉ាងសាមញ្ញទេប៉ុន្តែជាបញ្ហាដែលពាក់ព័ន្ធនឹងកត្តានយោបាយយោធាសេដ្ឋកិច្ចនិងអន្តរជាតិជាច្រើនតំបន់មជ្ឈិមបូព៌ាដែលមានប្រទេសដូចជាសេរីត្រូវបានគេចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រសំខាន់មួយដោយសារតែធនធានធម្មជាតិទីតាំងភូមិសាស្ត្រនិងការប្រកួតប្រជែងឥទ្ធិពលរវាងអំណាចធំៗ
ជម្លោះដូចជា សង្គ្រាមស៊ីវិលនៅស៊ីរីបានបង្ហាញថាបញ្ហានយោបាយក្នុងប្រទេសមួយអាចពង្រីកទៅជាបញ្ហាអន្តរជាតិនៅពេលដែលមានការចូលរួមពីប្រទេសអំណាចធំៗ ខណៈពេលដូចគ្នាស្ថានភាពសន្តិសុខនៅតំបន់ផ្សេងៗដូចជាករណីរបស់កូរ៉េខាងជើងក៏បង្ហាញថាកត្តាដូចជាកម្មវិធីអាវុធនុយក្លេអ៊ែរនិងទំនាក់ទំនងជាមួយអំណាចធំៗដូចជាចិននិងរុស្ស៊ីអាចធ្វើឲ្យការប្រើកម្លាំងយោធាក្លាយជាជម្រើសដែលមានហានិភ័យខ្ពស់ដោយសារតែហេតុផលទាំងនេះប្រទេសធំៗភាគច្រើនព្យាយាមប្រើវិធីសាស្ត្រដែលមិនមែនជាយោធាជាមុនដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចការចរចានយោបាយនិងសកម្មភាពជាមួយសម្ព័ន្ធមិត្តអន្តរជាតិលើសពីនេះកត្តាដូចជាសម្ព័ន្ធភាពយោធាតុល្យភាពអំណាចនិងប្រតិកម្មពីសហគមន៍អន្តរជាតិតែងតែត្រូវបានពិចារណាយ៉ាងហ្មត់ចត់មុនពេលមានសកម្មភាពយោធាណាមួយដូច្នេះការសម្រេចចិត្តអំពីសង្គ្រាមឬសន្តិភាពមិនមែនជាការសម្រេចចិត្តរហ័សឬផ្អែកលើកត្តាតែមួយទេប៉ុន្តែជាលទ្ធផលនៃការវិភាគយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅនិងការពិចារណាអំពីផលប៉ះពាល់រយៈពេលវែងចំពោះសន្តិសុខនិងស្ថិរភាពពិភពលោកជាទូទៅការរក្សាសន្តិភាពនិងការដោះស្រាយជម្លោះតាមរយៈការទូតនិងការសហការអន្តរជាតិនៅតែជាវិធីសាស្ត្រដ៏សំខាន់បំផុតមួយក្នុងការកាត់បន្ថយភាពតានតឹងនិងការការពារការកើតមានសង្គ្រាមធំៗដែលអាចប៉ះពាល់ដល់មនុស្សជាតិទាំងមូលសូមអរគុណមិត្តអ្នកស្ដាប់យើងនឹងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ